ព័ត៌មានជាបន្តនេះគឺតកតងទៅនឹងផលិតផលអាហារបំពន់ដែលមានឈ្មោះថា Herbalife បានផ្សព្វផ្សាយនិងចែកលក់នៅក្នុងប្រទេសកម្ពុជាលោកស្រីឈុនណៃឈីវនាយកគ្រប់គ្រងក្រុមហ៊ុន Herbalife កម្ពុជាបានធ្វើការថ្លែងនៅក្នុងព្រឹត្តិការណ៍ Herbalife Wellness Tour សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកកាលពីសប្តាហ៍មុនថាក្រុមហ៊ុន Herbalife ជាក្រុមហ៊ុនអាហារបំពន់លំដាប់ពិភពលោកដែលអាចផ្លាស់ប្ដូរជីវិតមនុស្សជាមួយនឹងផលិតផល Herbalife ក្រុមហ៊ុនអាហារបំពន់ឈ្មោះ Herbalife នេះបានបើកដំណើរការចែកលក់នៅក្នុងប្រទេសកម្ពុជាជាង3ឆ្នាំមកហើយជាមួយនឹងការពន្យល់បំផុសគំនិតអតិថិជនឲ្យយល់ដឹងអំពីអត្ថប្រយោជន៍គុណភាពប្រសិទ្ធភាពរបស់ Herbalife ពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុននិងបុគ្គលិកក្រុមហ៊ុនអាហារបំពន់ដើម្បីជីវិតរស់នៅប្រកបដោយសុខភាពល្អនិងរស់រវើកលោកស្រីបានធ្វើការបន្ថែមផងដែរថារយៈពេលខែតុលានេះក្រុមហ៊ុន Herbalife បានប្រព្រឹត្ត Herbal Wellness Tour ជាបន្តបន្ទាប់នៅតាមបណ្ដាប្រទេសនានានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដើម្បីផ្សព្វផ្សាយអំពីផលិតផលអាហារបំពន់ Herbalife លោកបញ្ជាបណ្ឌិតឈិនគុនវ៉ាន់បានដឹងផងដែរថាក្រុមហ៊ុន Herbalife មានអាហារបំពន់ចំនួន23មុខសម្រាប់ឲ្យលក់ចែកចាយក្នុងទីផ្សារប្រទេសកម្ពុជានិងតាមបណ្ដាប្រទេសជាច្រើនទៀតផងដែរលោកបានបញ្ជាក់ផងដែរថាគ្រប់មុខនៃផលិតផលអាហារបំពន់ទាំងអស់នេះគឺបានចុះបញ្ជីការជាមួយនឹងក្រសួងសុខាភិបាលកម្ពុជាដោយស្របទៅនឹងច្បាប់នៃការនាំចូលចាប់ប្រិមត្តទូរទស្សនិកជនជាទីគោរពលោកនាងទៅបានទទួលជ្រាបនៅព័ត៌មានសេដ្ឋកិច្ចនិងព័ត៌មានទីផ្សារ30 ឥឡូវចំណាយគេ22ទេអញ្ចឹងយើងនៅក្នុងចន្លោះហ្នឹងក្រុមប្រឹក្សាពិបាលផ្នែកអាហារបំពន់របស់ Herbalife តែនៅក្នុងអាស៊ីប៉ាស៊ីហ្វិកនេះបន្តមកទៀតយើងនឹងបើកជាសំណួរចម្លើយដល់បងប្អូនអ្នកកសែតចំណែកយើងជារាល់ថ្ងៃនេះគាត់នៅប្រទេសតៃវ៉ាន់គាត់ស្គាល់ណាស់នៅក្នុងឆ្នាំ2008ហើយគាត់ហ្នឹងក៏ជាផ្នែកមួយនៃក្រុមប្រឹក្សាពិបាលម្នាក់នៅក្នុងក្រុម Cambodia is the 77th country I visit in the world. Briefly, I also noticed ជាប្រជាពលរដ្ឋដែលឧស្សាហ៍ព្យាយាមក្នុងប្រឹងប្រែងធ្វើការងារ បានចូលសំខាន់គេបាទតើបើសិនជាមានមនុស្សម្នាក់គាត់ប្រើអាហារបំពន់ជាប្រចាំទៅហើយគាត់ឈប់ខ្ញុំឈ្មោះគឹមមុនមកពីដំណាងកសែតរស្មីកម្ពុជា